នៅពេលនេះខ្ញុំសូមបង្ហាញជូននៅកម្រងឯកសារខ្លីស្ដីអំពីមោទនភាពលើវិស័យយោធារបស់រាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្នគណៈដែលប្រទេសកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានហើយកម្ពុជានឹងត្រៀមលក្ខណៈជាស្រេចដើម្បីសមាហរណកម្មគ្រប់វិស័យទាំងអស់ចូលទៅក្នុងសហគមន៍អាស៊ានតែមួយនៅឆ្នាំ2015មួយគ្នានេះផងដែរតេតិននឹងការវិវត្តរីកចម្រើននៃកងកម្លាំងប្រដាប់អាវុធនៃកងយុទ្ធពលខេមរភូមិន្ទរបស់កម្ពុជាគឺជាកាតាលីករមួយសម្រាប់ប្រទេសនីមួយៗនៅលើពិភពលោកដែលប្រើប្រាស់ដើម្បីការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពរបស់ខ្លួនដើម្បីទប់ស្កាត់នៅរាល់ការឈ្លានពានរបស់សត្រូវណាមួយនៅក្បែរឬនៅខាងឬនៅក្នុងតំបន់នៅក្នុងភាសាការទូតបាននិយាយថាប្រសិនបើប្រទេសណាមួយខ្លាំងពូកែវិស័យការទូតរីឯកងទ័ពខ្សោយវិញប្រៀបបានទៅនឹងវងភ្លេងដែលគ្មានឧបករណ៍ដូចគ្នានេះដែរកម្ពុជាដែលជាប្រទេសមានអធិបតេយ្យភាពនិងបូរណភាពទឹកដីយ៉ាងត្រឹមត្រូវគឺត្រូវការជាចាំបាច់នៅកងកម្លាំងប្រដាប់អាវុធមួយដែលមានកម្លាំងយោធាកងរាជអាវុធហត្ថនិងកងនគរបាលជាតិអមដោយកម្លាំងអាជ្ញាធរមានសមត្ថកិច្ចផ្សេងៗទៀតខ្លាំងទន្ទឹមនឹងកម្ពុជាបច្ចុប្បន្នកំពុងតែបោះសម្លេងលើឆាកអន្តរជាតិនឹងការធ្វើដំណើរឆ្ពោះទៅរកការក្លាយទៅជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិនាឆ្នាំខាងមុខនេះកងកម្លាំងធំទាំង3ប្រភេទខាងលើនេះដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិនិងក្រសួងមហាផ្ទៃគឺជាសេនាធិការដ៏រឹងមាំបំផុតនិងស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់និងយ៉ាងរឹងមាំពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកងកម្លាំងទាំង3ប្រភេទនេះត្រូវបានគេមើលឃើញថាមានតួនាទីសំខាន់នៅក្នុងការការពារទឹកដីអធិបតេយ្យនិងស្វែងរកសន្តិសុខជូនប្រទេសជាតិជាពិសេសគឺប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសយ៉ាងណាក៏ដោយសម្រាប់គោលចំហដ៏រឹងមាំដែលបានពលីជីវិតនឹងការពារបូរណភាពទឹកដីពីការឈ្លានពានរបស់សត្រូវនោះកងកម្លាំងយោធាដែលស្ថិតនៅក្នុងអគ្គបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការពារអធិបតេយ្យនៅពេលដែលមានសង្គ្រាមកើតឡើងម្ដងគួរកត់សម្គាល់ថាក្រោយពីខ្មែរបានបញ្ចប់សង្គ្រាមផ្ទៃក្នុងក្រោមនយោបាយបង្រួបបង្រួមជាតិនិងឈ្នះនៅក្នុងអំឡុងឆ្នាំ1998នោះវិស័យយោធារបស់កម្ពុជាមិនបានថមថយចុះនោះឡើយពលមានតែការរីកចម្រើននិងអភិវឌ្ឍកាន់តែខ្លាំងដើម្បីត្រៀមគ្រប់ពេលវេលាការពារទឹកដីពីសំណាក់ការឈ្លានពាននាពេលណារបស់សត្រូវជាក់ស្ដែងនៅក្នុងអំឡុងនៃការផ្ទុះសង្គ្រាមរវាងកម្ពុជានិងថៃកាលពីឆ្នាំ2011បន្ទាប់ពីកងទ័ពថៃលើកទ័ពចូលលុកលុយទឹកដីកម្ពុជាក្បែរប្រាសាទព្រះវិហារដោយខុសច្បាប់កាលពីថ្ងៃទី15ខែកក្កដាឆ្នាំ2008កន្លងទៅនេះគេសង្កេតឃើញថាកងយុទ្ធពលខេមរភូមិន្ទរបស់កម្ពុជាបានបញ្ចេញនូវស្នាដៃយ៉ាងមានប្រសិទ្ធភាពរបស់ខ្លួនក្នុងការទប់ស្កាត់នៅការឈ្លានពានរបស់សត្រូវពោលគឺការពារទឹកដីមិនឲ្យបាត់បង់1មីលីម៉ែត្រដោយបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រីហើយស័ក្តិសមជាកងយុទ្ធពលខេមរភូមិន្ទប្រសូតចេញពីប្រជាពលរដ្ឋខ្មែរពិតបើទោះបីជាសង្គ្រាមរវាងប្រទេសក្បែរខាងមួយនេះបានបញ្ចប់ទៅដោយក៏ដោយក៏ប៉ុន្តែកងយុទ្ធពលខេមរភូមិន្ទកម្ពុជាមិនបានដកថយពីការវឹកហាត់ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនឡើយពលវគ្គវឹកពើនគ្រប់ជំនាញត្រូវបានធ្វើជាបន្តបន្ទាប់នៅខាងក្រោយសមរភូមិដើម្បីបង្កើនប្រសិទ្ធភាពឲ្យបានខ្លាំងក្លានៅក្នុងការងាររបស់ខ្លួនគឺវិស័យការពារជាតិហើយថែមទាំងបញ្ជូនទៅសិក្សានៅឯប្រទេសជាមិត្តទៀតផងសមវិយុទ្ធបាញ់គ្រាប់ពិតដែលត្រូវបានរៀបចំឡើងជាច្រើនលើកច្រើនសារនៅក្នុងប្រទេសនោះមិនបង្ហាញនៅសាច់ដុំរបស់ខ្លួនក្នុងវិស័យយោធាឡើយប៉ុន្តែជាការបង្កើនសមត្ថភាពនិងបច្ចេកទេសក្នុងវិស័យយោធាឲ្យកាន់តែរីកចម្រើនខ្លាំងថែមទៀតជាក់ស្ដែងសមយុទ្ធបាញ់គ្រាប់ពិតដែលបានបញ្ចប់កាលពីថ្ងៃទី10ខែឧសភាឆ្នាំ2012កន្លងទៅស្ថិតនៅទីលានបាញ់គ្រាប់ពិតខាងជើងភ្នំរះព្រៅក្នុងឃុំក្រាំងអំពិលស្រុកសំរោងទងខេត្តកំពង់ស្ពឺដែលលោកឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិទាបាញ់
បានអញ្ជើញចូលរួមជាអធិបតីអមដោយអគ្គមេបញ្ជាការនៃកងទ័ពនាយឧត្តមសេនីយ៍ប៉ុលសរៀននិងមេបញ្ជាការរងព្រមទាំងនាយឧត្តមសេនីយ៍ជាច្រើនរូបទៀតនៃក្រសួងការពារជាតិតាមរយៈព្រឹត្តិការណ៍នៃសមយុទ្ធបាញ់គ្រាប់ពិតខាងលើនេះបានបង្ហាញឲ្យឃើញពីការរីកចម្រើនកាន់តែខ្លាំងរបស់កងយុទ្ធពលខេមរភូមិន្ទដែលបានមកពីបណ្ដាយុទ្ធភូមិភាគបើទោះបីជាពេលវេលាដែលពួកគេបានវឹកហាត់ក្នុងរយៈពេលខ្លីក៏ពិតមែននោះមេបញ្ជាការកងពលតូចង70លោកឧត្តមសេនីយ៍ផ្កាយ3ម៉ៅសុផាន់បានថ្លែងកោតសរសើរពីសមត្ថភាពដ៏អស្ចារ្យទាំងការប្រយុទ្ធនិងបច្ចេកទេសក្នុងការបាញ់ចំគោលដៅរបស់កងកម្លាំងទាំងអស់បើទោះបីពួកគេបានចូលរួមហ្វឹកហាត់ក្នុងរយៈពេល3សប្តាហ៍នោះក៏ដោយឧត្តមសេនីយ៍ជាន់ខ្ពស់យោធារូបនេះបានលើកឡើងថាការចូលរួមវគ្គហ្វឹកហ្វឺនបាញ់គ្រាប់ពិតខាងលើគឺជាការផ្ដល់ឱកាសមួយសម្រាប់សិក្ខាកាមទាំងអស់ដែលអាចរៀនសូត្រនិងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមកចំពោះព្រឹត្តិការណ៍ខាងលើនេះនាយឧត្តមសេនីយ៍ផ្កាយមាស4និងជាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិទាបាញ់បានសង្កត់ធ្ងន់ថាសមយុទ្ធបាញ់គ្រាប់ពិតមិនមែនជាការបង្ហាញសាច់ដុំរបស់កងទ័ពកម្ពុជាដើម្បីត្រៀមធ្វើសង្គ្រាមនោះឡើយផ្ទុយទៅវិញវាជាការបង្កើនសមត្ថភាពនិងបច្ចេកទេសដើម្បីពង្រឹងខ្លួនការពារជាតិក៏ដូចជាការបង្កើនសាច់ដុំនៃកងយុទ្ធពលខេមរភូមិន្ទនៅក្នុងការទប់ស្កាត់ការឈ្លានពានរបស់សត្រូវដែលអាចកើតឡើងនាពេលណាមួយនោះជុំមកចង់ណាអូក្រុមរូបភាពtrong phần chết chun đầu tiên đi riêng ca bằng hai bằng ấy riêng sạch đông sạch chấm lọ ấy này cứ về chỉ riêng thom đa ấy còn rước còn chết ca cách ca chỉ thom đa rồi bỏ còn top chỉ nick chỉ cao cứ tayแต่โตแต่miền ca vượt vươn tam buồnขนาดโอเคตัวเจียงนาก็น้อยคือตัวเมเรียนคลาคือยืมบานเรียนhaiก็น้อยก็เรียนเจียกาหลุมลึกเจียกาหลุมลึกเรื่องวิ่งคือเจียกาจำบันให้การหลุมลึกเรื่องวิ่งอ่อยเมียนเพียบถ้าเชื่อเจียถ้าเมียนเพียบประกอบปัจจัยคือจะมานะยืมเท่าแต่ทัวกาในท่าถ้าอ่านวัดเจแสดงการอ่านวัดเจแสดงนี่คือมันในถ่ายยืมคือเราจะจัดตั้งคือเดือดต่อแต่มาลองให้เจแสดงโดยจะกาจัดตั้งบัญกอบปัดนี้คือเจริญมวยแต่ยืมคือเจกาเอาถ้าตรูดเป็นนิดเมเรียนต่างหลายก็หลุมลึกเมเรียนต่างหลายแต่บานเรียนรวยนั้นคือมอกุมลงเป็นอ่านวัดเจแสดงต่อตินพรไปอย่างนารัตพรไปอย่างนาเมเรียนแต่บานเรียนเฮ้ยคืออ่านวัดหรือกับเพียบจองจำการเป็นมาปักจริงกำเพียบนั่นคือเวียนหนึ่งชายตอบให้เจแสดงโดยชมเยี่ยมบันมีนี้ตามขึ้นในแต่บานปังห้าโนยืนโนตีนี้คือเจกาตัวสกอลต่างออกเนี่ยถ้าเวียนเจตินพอมวยดอกกุ้งพดแต่ยืนคือจัดตุกถารอเมเรียนแต่มาเรียนก็โดยเชี่ยในการเดลลุมลึกเมเรียนแต่มาเรียนคือสดซึ่งแต่บานตัวบานการเจเละดอกตำตรบ่งพดแต่งธรรมจึงแต่งกำเพลิงกรมโตให้เชี่ยพิเศษคือยืนในเย่ปีเรื่องรถกล้องแต่จะเชี่ยใส่ดมมวยแดงเป็นแต่มาให้จิตาไว้ยืนคือถ้าจงเธอไม่คือถ้าวิบาลเพียบประกอบปัจจัยแบบนึงโดยนั่นคือเวียก่ออันวัดบานคือถ้าลือแต่ละไว้แต่ยืนโตรกาแต่นู่นคือจิตมือร้อยเพียร้อยหายนี่คือจิกามวยคือจะนี่โดยนั่นรัฐมนตรีกระทรวงการพิจิตรนิยดมสนัยกายมีบุญตีบัญบ้านสกอตคนขากัมพูชีกลางการดึกน้อมระบบสำนักได้จูฮุนไซน์นิยุรัฐมนตรีดอมมีนอติพลคือได้ขาดมันจังบานสังครีมมกเอาปฏิเจตลอยปูจังบานแต่ซกสันติเพียบสำหรับประชาชนแต่งหมูโดยเฉพาะโลกอุปนิยุรัฐมนตรีบานอัมพีวันนี้แต่การกองกำลังประดับอาวุธหาหรือบังการสมรรถเพียบระบบคลูนอ้อยบานคลั่งดำไปร่วมจำนายกาปีอัตปไตยเพียบระบบจิตกองกำลังยุทธพลแคมระภูมิน
ត្រូវបានគេមើលឃើញថាមិនត្រឹមតែមានទូនាទីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនចេញពីការឈ្លានពានរបស់សត្រូវប៉ុន្តែពួកគេបានចំណាយកម្លាំងនិងពេលវេលាចូលរួមជាមួយកម្លាំងមានសមត្ថកិច្ចផ្សេងទៀតរួមទាំងការចុះជួយប្រជាពលរដ្ឋគ្រប់គោលដៅនៅពេលមានគ្រោះមហន្តរាយផ្សេងៗដូចជាគ្រោះទឹកជំនន់ដែលកម្ពុជាទទួលរងកាលពីឆ្នាំកន្លងទៅទន្ទឹមនឹងការរៀបចំសមយុទ្ធបាញ់គ្រាប់ពិតពីសំណាក់កងកម្លាំងមកពីបណ្ដាយុទ្ធភូមិភាគដែលអាចហៅថាជាកងទ័ពជើងគោកនោះប៉ុន្តែងាកទៅមើលកងយុទ្ធពលខេមរៈភូមិន្ទរបស់យើងស្ថិតនៅក្រោមអង្គភាពកងទ័ពជើងទឹកជើងអាកាសក៏បានបង្កើនសមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់ដោយមិនបានភ្លេចខ្លួនចំពោះសង្គ្រាមលោកឡើយ